đúng á, sầm để cho chập đam chứ ai chập này đam tuần mà đấy ai thợ đồn ốc bán bảo sân chỉ quạt chơi tình pú hay quạt riệp trăm đam là khuôn ảnh quạt chẳng quạt chầm nàyจะรอวิกตรงมาปอนកម្មវិធីគ្រប់គ្រងអាជីវកម្មបែប Digital ស្រួលបំផុតដែលអ្នកមិនធ្លាប់មាន Easy Accounting Software ពី BZ Visor ចំណាយចន្លោះវាខ្ទង់1500ក្នុងមួយហាត់$1500បាទសម្រាប់ពូជនិងការរៀបចំប្រព័ន្ធនយោបាយទឹករបស់គាត់បាទតែបើជិះចេញដូចបងអញ្ចឹងចំណាយប៉ុណ្ណឹងដែរឬក៏មិនដែរវាអត់លើគ្នាប៉ុន្មានទេគ្រាន់តែថាការជីកបន្លាយដូចខ្ញុំជំរាបអញ្ចឹងវាលុះត្រាតែមានប្រហុកទឹកអញ្ចឹងមិនមែនថាយើងជីកទៅវាល្អហើយវាចំណាយក៏មិនច្រើនជាងការរៀបចំប្រព័ន្ធនយោបាយដែរប៉ុន្តែយើងពិបាកនៅក្នុងការធ្វើឲ្យអាទឹកនៅក្នុងបន្លាយយើងនោះវាមានលំនឹងវាអាចនឹងរីងបើសិនជាយើងអត់មានប្រភពទឹកជុំវិញហ្នឹងទេវាប្រកាសជាហួតទៅកន្លែងផ្សេងហើយអញ្ចឹងទឹកនៅនេះគឺគោកហើយអញ្ចឹងវាអត់អាស្រ័យបានទេឃើញដើមដងទួយអញ្ចឹងអាយុវាប្រហែលឆ្នាំហើយបងដងនេះបើគិតទៅខ្ញុំដាំពីឆ្នាំ2002មក2002បាទ2002មកដល់ឥឡូវវាចូលចិត្តមក8 9 10ឆ្នាំហើយចាអូយូរដែរហើយនៅពេលដែលវាកាន់តែយូរអញ្ចឹងអាការប្រមូលផលរបស់វាមិនដែរបងវាថយចុះឬក៏វាកាន់តែកើនឡើងផ្លែវាច្រើនជាងមុនយំទៅផ្លែវាបើយើងនិយាយថាអាយុវាដែលពេញទីផ្លែវានៅក្នុងចន្លោះឆ្នាំទី5ទៅទី4ទី5ហ្នឹងប៉ុន្តែនៅក្នុងអាយុវា10ឆ្នាំជាងនេះក៏វាអត់ទាន់ថមថយនៅទិន្នផលរបស់យើងដែរនៅពេលដែលយើងប្រើប្រាស់ជីជាធម្មតាដដែលហ្នឹងគឺវានៅតែឲ្យផលយើងអញ្ចឹងវានៅផ្លែច្រើនដូចគ្នាពេញដើមដូចគ្នាបងបើសិនបើគេដាំដងក៏អូបក្នុងដីមហត្តាតើក្នុងរដូវគាត់អាចរកចំណូលបានប៉ុន្មានមហត្តាបើយើងនិយាយទៅបើការឲ្យផលពេញទីនៅក្នុងឆ្នាំទី4ទី5ហ្នឹងយើងអាចប្រមូលចន្លោះវា$7,000ក្នុងមហត្តា$7,000បាទពីព្រោះយើងគិតទៅមកដើមជាងយំទៅជាង$200ឬក៏$100អញ្ចឹងវាអាច$4,000-5,000ដែរបើសិនហើយបើសិនជាគាត់ប្រមូលផលនៅក្នុងខែប្រាំងបានទៀតអាហ្នឹងយើងជឿថាច្រើនណាបានច្រើនខ្ញុំអានេះខ្ញុំនិយាយនៅក្នុងចន្លោះខែភាសាទេនៅក្នុងចន្លោះខែ6រហូតដល់ខែ12ឬខែ1ទេតែប្រហែលខែទេតែអាចចន្លោះបានពី$3,000-5,000ហ្នឹងប៉ុន្តែបើសិនជាបង្កើតផលដល់ខែប្រាំងទៀតវាអាចចន្លោះដល់$7,000-8,000ចាបងសូមបញ្ជាក់តិចទៀតបងដងមានន័យថាយើងអាចប្រមូលផលបានគ្រប់ខែពេញមួយឆ្នាំបាទអូប៉ុន្តែមានថាលក្ខខណ្ឌខែប្រាំងនិងខែវស្សាខែប្រាំងខែវស្សារវាងខែប្រាំងនិងខែវស្សាតាមមួយណាប្រមូលផលបានច្រើនជាងនៅក្នុងចន្លោះខែវស្សាច្រើនជាងប៉ុន្តែនៅខែប្រាំងយើងអាចប្រមូលផលបានតែត្រឹម50%នៃខែវស្សាទេវាលោតនៅក្នុងខែវស្សាច្រើនហើយនៅពេលខែវស្សាគឺវាផ្លែច្រើនវាសម្រុកផ្លែដល់ខែប្រាំងអញ្ចឹងវាការផ្លែរបស់វាថយវាទៅថាមួយធ្លាយនៅក្នុងខែវស្សា4-10គ្រាប់នៅក្នុងខែប្រាំងបានតែ5គ្រាប់ឬក៏3គ្រាប់ឬក៏6គ្រាប់ច្រើនបំផុតហើយនៅក្នុងចន្លោះខែប្រាំងប៉ុន្តែបើសិនជាយើងមានទឹកឲ្យវាគ្រប់គ្រាន់ខ្ញុំនិយាយថាប្រភពទឹកទៀតណាគ្រប់គ្រាន់វាអាចផ្លែដូចខែវស្សាអញ្ចឹងព្រោះតំបន់ខ្លះអញ្ចឹងគាត់ប្រើប្រព័ន្ធតំណក់ទឹកអញ្ចឹងវាឲ្យផលច្រើនដែរបងដែលថាដីចន្លោះពីដើមមួយទៅដើមមួយអញ្ចឹងវាធំដែរអញ្ចឹងតែយើងគួរតែដាំដើមដំណាំអីនៅកណ្ដាលហ្នឹងដើម្បីចំណេញអីដែរទេក៏ពេលដែលដាំទៅវាធ្វើមានផលប៉ះពាល់ដល់ដូងហ្នឹងហើយនេះសំណួរល្អណាពីព្រោះអានេះបើយើងនិយាយទៅវាការដាំរបស់ភ្ញៀវទាំងអស់គាត់យល់ឃើញថាដីដែលយើងចន្លោះទុកក្នុងចន្លោះដូងហ្នឹងគឺគាត់ចង់ដាំដំណាំផ្សេងព្រោះគាត់ថាអាចដាំបានតែជាបទពិសោធន៍របស់ខ្ញុំដាំអត់បានទេវាមានមូលហេតុវាយើងដាំបានវាល្អហើយប៉ុន្តែវាអត់ផ្លែវាអត់សូវឲ្យផ្លែនៅពេលដែលយើងចាក់ស្ដែងគឺខ្ញុំដាំដំណាំស្វាយនៅក្នុងចន្លោះរងដូងពេលនោះស្វាយវាផ្លែតែដូងអត់ផ្លែទេវាដណ្ដើមគ្នាឡើងជាមួយនឹងស្វាយដូងវាឲ្យផលតិចហើយឡើងលឿនមែនតើក្នុងមួយឆ្នាំភ្លេចខ្លួនគឺឡើងលឿនហើយវាអត់ឲ្យផលទេអាហ្នឹងចំពោះបងប្អូនដែលគាត់ចង់ដាំហើយបច្ចុប្បន្នគឺខ្ញុំជួបប្រទេសច្រើនដែលគាត់ជ្រើសរើសដាំដំណាំដូងក្អូបហ្នឹងគឺគាត់សួរខ្ញុំថាតើគាត់អាចដាក់ដំណាំអីផ្សេងនៅក្នុងចន្លោះដូងនឹងបានអត់គឺ80%ហើយដែលគាត់ជ្រើសរើសដែលគាត់សួរសំណួរនឹងមកខាងកម្មខ្ញុំគ្រប់វីដេអូទាំងអស់ពួកយើងធ្វើឡើងដើម្បីអនាគតកម្ពុជាសូមចុច Subscribe ដើម្បីទទួលបានគំនិតអាជីវកម្មថ្មីៗមុនគេ
ព្រឹត្តិការណ៍តាំងបង្ហាញមុខរបរថ្មីធំជាងគេនៅកម្ពុជាជួបជាមួយសហគ្រិនឆ្នើមមកពី25ខេត្តក្រុងទស្សនាពីគំនិតអាជីវកម្មនិងគំនិតច្នៃប្រឌិតថ្មីនៅក្នុងការបង្កើតផលិតផលនិងសេវាកម្មជួបជាមួយសហគ្រិនថ្មីរៀនសូត្រពីគំរូអាជីវកម្មដ៏ទាក់ទាញបំផុតប្រចាំឆ្នាំ2022នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក៏មានបញ្ចូលនៅសិក្ខាសាលាស្ដីអំពីយុទ្ធសាស្ត្រនៃការគៀងគរទុនដើម្បីពង្រីកអាជីវកម្មដែលបង្រៀនដោយអ្នកជំនាញល្បីៗដែលមានបទពិសោធន៍ច្រើនឆ្នាំនៅក្នុងវិស័យធុរកិច្ចជួបគ្នា2ថ្ងៃពេញចាប់ពីម៉ោង8ព្រឹកដល់ម៉ោង8យប់ថ្ងៃទី29ថ្ងៃទី30ខែតុលាឆ្នាំ2022នៅ Factory ភ្នំពេញគ្រប់គ្រងអាជីវកម្មរបស់អ្នកនៅលើបាតដៃរបស់អ្នកគ្រប់ទីកន្លែងគ្រប់ពេលវេលាជាមួយនឹងកម្មវិធីគ្រប់គ្រងតាមប្រព័ន្ធកុំព្យូទ័របែបថ្មីផ្ដល់ផលលើសពីការស្មានពួកយើងធានាផ្ដល់មកវិញនូវលទ្ធផលល្អគាប់ចិត្តដែលអ្នកមិនធ្លាប់មានដោយការលុបបំបាត់បញ្ហារ៉ាំរ៉ៃដែលកំពុងញោមញីក្នុងអាជីវកម្មរបស់លោកអ្នកជាមួយកម្មវិធីគ្រប់គ្រងល្អដាច់គេនៅក្នុងប្រទេសកម្ពុជាបាយការភ័ន្តច្រឡំទាំងឡាយហើយក៏គ្មានទៀតដែរទៅលើភាពមិនច្បាស់លាស់អូហូ Easy Accounting Software ជាមួយបច្ចេកវិទ្យាចុងក្រោយគេ Cloud Technology ស្រួលនោះស្រួលរងចាំដល់ណាទៀតតាក់ទងមក BZ Advisor នៅពេលនេះដើម្បីជំរុញប្រាក់ចំណេញអាជីវកម្មរបស់លោកអ្នកឲ្យកើនឡើងទ្វេដង